ដំណើរជីវិតប្តីប្រពន្ធចង់ឲ្យរស់នៅចុះសម្រុងគ្នារស់នៅល្អល្អើនផ្អែមល្ហែមជាមួយគ្នាមានសុភមង្គលគឺអត់បាក់ទេមនុស្សស្រីគឺគាត់ដឹងទូនាទីរបស់គាត់ហើយការងារក្នុងផ្ទះប៉ុន្តែទូនាទីមនុស្សប្រុសមិនមែនត្រឹមតែប្រឹងរលុយតែម្យ៉ាងទេបើសិនជាគាត់ជួយសម្រាលការងារក្នុងផ្ទះជួយមើលកូនជួយបរៀនកូនជួយការងារក្នុងផ្ទះខ្ញុំហ៊ាននិយាយថាចេះសុភមង្គលគ្រួសារគឺត្រូវបានកើតមានដោយឯងអត់ចាំបាច់ទៅរកគ្រូណាអត់ចាំបាច់រើសថ្ងៃរើសពេលវេលាណាទេឲ្យតែចរិតមនុស្សយើងពីអ្នកប្រពន្ធនឹងចេះមានចិត្តសំខាន់ប្តីគឺគាត់ចេះមានចិត្តប្រពន្ធដឹងតការងារក្នុងផ្ទះឲ្យប្តីមានចិត្តជួយទៀតណាអារម្មណ៍ប្រពន្ធគឺត្រជាក់ស្រឹបហ្មងហើយអ្នកទាំងអស់គ្នាជាពិសេសនោះគឺប្តីគាត់ស្មោះត្រង់មិនផិតក្បត់តែពីរយ៉ាងហ្នឹងឯងមនុស្សប្រុសដែលមនុស្សស្រីចង់បានចេះមានចិត្តជួយយកអាសាប្រពន្ធហើយកុំផិតក្បត់